សូមគោរពជំរាបសួរប្រិយមិត្តដែលនិយមតាមដានស្ដាប់ព័ត៌មាននិងចំណេះដឹងផ្សេងៗតាមបណ្ដាញសង្គម YouTube ទាំងអស់គ្នាថ្ងៃនេះ Channel ខ្ញុំបាទសូមជូនចំណេះដឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តក៏ដូចជាបងប្អូនដែលមានបាក់ដៃអក្សរ M ត្រូវតែស្ដាប់បាទដើម្បីទទួលបាននូវចំណេះដឹងក៏ដូចជាវិធីសាស្ត្រផ្សេងៗដើម្បីទទួលបានខ្លាយទៅជាអ្នកជោគជ័យនៅក្នុងឆាកជីវិតរបស់អស់លោកអ្នកបាទប្រិយមិត្តលោកអ្នកស្ដាប់ពេលដែលលោកស្ដាប់ហើយមេត្តាពិចារណាមើលថាតើការនិយាយក៏ដូចជាការទូទាយទៅតាមក្បួនអរ៉ារបស់បរទេសថាត្រឹមត្រូវដែរឬទេបាទចំពោះមនុស្សដែលមានបាក់ដៃអក្សរ M និងបាក់ដៃផ្សេងអក្សរផ្សេងទៀតដែលយើងនឹងបញ្ជាក់នៅបន្តិចទៀតនេះបាទដូច្នេះកុំឲ្យប្រិយមិត្តរបស់យើងរងចាំយូរអំពីចំណេះដឹងដ៏ល្អមួយនេះសូមមេត្តាជួយ Subscribe និង Like Subscribe ហើយ Complete ចុចនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននៅចំណេះដឹងនិងព័ត៌មានថ្មីៗបន្ថែមទៀតអំពី Channel ខ្ញុំបាទបើយើងមើលអំពីវិជានៃការទាយមើលបាតដៃគឺជាសិល្បៈបុរាណមួយដែលចង្អុលបង្ហាញអំពីចរិតលក្ខណៈនិងការធ្វើការទស្សន៍ទាយតាមរយៈការមើលបាតដៃអ្នកមើលបាតដៃនិងពិនិត្យយ៉ាងជិតនៅនឹងបាតដៃរបស់មនុស្សដែលបកស្រាយអំពីអនាគតនិងអតីតកាលដោយផ្អែកទៅលើខ្សែបាតដៃនិងទ្រង់ទ្រាយដែលពួកគេរកឃើញនៅលើបាតដៃរបស់មនុស្សផងដែរជាទូទៅមានមនុស្សមួយចំនួនសំខាន់ចំនួន3ដែលប្រសពគ្នានៅលើបាតដៃភាគច្រើននៅជាទូទៅត្រូវបានគេហៅថាបន្ទាត់គូស្នេហ៍បន្ទាត់ជីវិតបន្ទាត់ដឹកនាំតាមការសន្មតថាបន្ទាត់ទាំង3នេះផ្ដល់នៅអត្ថប្រយោជន៍នឹងយ៉ាងខ្លាំងចំពោះមនុស្សតាមរយៈការទូទាយតាមព័ត៌មានច្រើនបំផុតអំពីរបៀបរស់នៅនិងអនាគតរបស់អស់លោកអ្នកសូមជម្រាបថាប្រសិនបើការទូទាយនេះគឺជាការត្រឹមត្រូវការទូទាយរួចហើយបើប្រិយមិត្តលោកអ្នកស្ដាប់មិនទាន់ទៅដល់នៃគោលដៅជោគជ័យសូមមេត្តាព្យាយាមនឹងស្ដាប់រួចហើយពិចារណាទាំងអស់គ្នាបើជោគជ័យសូមមេត្តាទទួលយកបើសិនជាមិនត្រឹមត្រូវតាមអ្វីដែលប្រិយមិត្តគិតថាខុសសូមមេត្តាខន្តីអភ័យទោសនេះគ្រាន់តែជាការមើលទៅតាមក្បួនហុងស៊ុយរបស់បរទេសប៉ុណ្ណោះសម្រាប់មនុស្សមួយចំនួនមានបន្ទាត់ជីវិតបេះដូងនិងក្បាលកាត់តគ្នាតាមរបៀបជាក់លាក់និងមានទម្រង់ជាអក្សរ M នៅចំកណ្ដាលបាតដៃមិនមែនជាមនុស្សទាំងអស់មិនមែនសុទ្ធតែមានចំណុចបែបនេះទេហើយវាក៏ជាប្រភេទមួយផងដែរដូច្នេះហើយអ្នកដែលមានតែមួយគឺនិយាយថាពិសេសហើយសម្រាប់អក្សរ M អាចលេចឡើងនៅលើខ្សែបាតដៃម្ខាងឬទាំងសងខាងក៏ថាបានអាចកំបាំងដែលស្ថិតនៅពីក្រោយចំណុចអក្សរ M នៅលើបាតដៃរបស់អស់លោកអ្នកដូច្នេះអ្នកដែលមានបាតដៃអក្សរ M ពិតជាកំពូលមនុស្សមែនវាត្រូវបានគេគិតថាអ្នកដែលមានទម្រង់បាតដៃអក្សរ M នៅលើបាតដៃនឹងមានសំណាងដ៏អស្ចារ្យនៅក្នុងឆាកជីវិតរបស់ពួកគេហើយក៏នឹងឈានទៅដល់ចំណែកមួយដែលមានឋានៈខ្ពស់នៅក្នុងសង្គមផងដែរពួកគេគឺជាអ្នកជំរុញខ្លួនឯងនិងមានការគោរពស្រឡាញ់ខ្លាំងហេតុដូច្នេះហើយទំនងជាទទួលបាននូវភាពជោគជ័យច្រើននៅក្នុងអាជីពរបស់ពួកគេក៏ត្រូវបានសន្មតថាជាតួអង្គចៅក្រមដ៏ល្អឥតខ្ចោះមួយរូបផងដែរមនុស្សទាំងឡាយណាដែលមានទម្រង់បាតដៃអក្សរ M នៅលើបាតដៃអាចនឹងមានការតាក់ទាញនៅនឹងអាជីពក្នុងវិស័យព័ត៌មាននិពន្ធឬក៏អប់រំក៏ថាបានដែររបៀបដែលអ្នកអាចមើលបាតដៃអក្សរ M នៅលើបាតដៃរបស់អស់លោកអ្នកដើម្បីរកឲ្យឃើញថាតើអ្នកមានអក្សរ Mអ្នកត្រូវមើលទៅលើបន្ទាត់ខ្សែបាតដៃនិងខ្សែជីវិតរបស់អ្នកជាមុនសិនវាចាប់ផ្ដើមពីគែមបាតដៃនៅចន្លោះរវាងមេដៃនិងចង្អុលដៃហើយលាតសន្ធឹងទៅបាតដៃទៅតាមគំនូសដៃយើងគូសដើម្បីឲ្យប្រិយមិត្តមើលបន្ទាត់នេះព្យាករណ៍ពីសុខភាពនិងអាយុកាលរបស់អស់លោកអ្នកហើយក៏អាចបង្ហាញអំពីគន្លងនៃអនាគតរបស់អ្នកបានដែរបន្ទាប់មក
រកមើលបាទបន្ទាប់មករកមើលដឹកនាំអ្នកដឹកនាំរបស់អ្នកបន្ទាប់នេះចាប់ដើមពីកែមបាតដៃនៅចន្លោះរវាងម្រាមដៃនិងម្រាមចង្អុលកាត់ចំកណ្ដាលបាតដៃហើយអាចឆ្ពោះទៅត្រង់ឬកោងបន្តិចបន្ទាប់មកបង្ហាញពីរបៀបដែលអ្នកធ្វើការសម្រេចចិត្តនិងឆន្ទៈដែលអ្នកមានបាទបន្ទាត់គូស្នេហ៍បើយើងនិយាយអំពីបន្ទាត់គូស្នេហ៍ពីចន្លោះរវាងម្រាមដៃចង្អុលនិងម្រាមដៃកណ្ដាលហើយបន្ទាត់កោងឆ្ពោះទៅបញ្ចប់ទៅផ្នែកខាងក្រោមម្រាមដៃរបស់អស់លោកអ្នកបន្ទាត់នេះគឺពិពណ៌នាអំពីទំនាក់ទំនងនិងជីវិតគ្រួសាររបស់អ្នកចុងក្រោយអ្នកដែលត្រូវរកមើលខ្សែបាតដៃបន្ទាត់តូចនិងកម្រមួយដែលគេហៅថាខ្សែបន្ទាត់ជោគវាសនាបាទខ្សែបន្ទាត់ជោគវាសនាតើប្រិយមិត្តមានដែរឬទេឬក៏បន្ទាត់ផ្កាយសបាទផ្កាយសៅសម្រាប់អ្នកខ្លះវាគ្រាន់តែជាស្នាមជ្រួញតូចមួយសម្រាប់អ្នកដទៃទៀតវាអាចលាតសន្ធឹងពីបាតដៃឆ្ពោះទៅរកបាតដៃម្រាមម្ខាងទៀតនៅចំកណ្ដាលបាទពីប្រភេទហ្នឹងមានមនុស្សតិចណាស់ដែលមានបន្ទាត់មួយនេះហើយក៏វាជាហេតុមួយដែលនាំឲ្យកម្រនឹងមានអក្សរអឹមផងដែរបន្ទាត់នេះគឺគេត្រូវបានគេហៅថាជាបន្ទាត់មុខរបរដែលវាឆ្លុះបញ្ចាំងជាចម្បងនៅជោគជ័យវាសនាបាទជោគវាសនានៃអាជីពឬការងារនរណាម្នាក់បាទ4បន្ទាត់បានភ្ជាប់គ្នាឡើងនៅក្នុងរូបរាងជាអក្សរអឹមដោយបានបង្ហាញនៅខាងលើនៅពេលដែលបន្ទាត់គូស្នេហ៍បន្ទាត់មេដឹកនាំបន្ទាត់ជីវិតបន្ទាត់ជោគវាសនានៅជាមួយគ្នាអ្នកអាចសម្បូរទៅដោយអ្វីប្រសើរគ្រប់យ៉ាងទោះបីជាបាទហើយទោះជាមានមូលហេតុអ្វីក៏ដោយដែលគ្រូមើលក្រយៅដៃនិយាយថាអក្សរអឹមនៅក្នុងបាតដៃមានន័យថាអ្នកពិតជាពិសេសខ្លាំងណាស់នៅក្នុងឆាកជីវិតរបស់អ្នកបាទដូច្នេះចំណេះដឹងដ៏ល្អនេះមានប៉ុណ្ណឹងដើម្បីទទួលបាននូវចំណេះដឹងថ្មីបន្ថែមទៀតសូម Subscribe និង Like ចំណែកខ្ញុំបាទសូមអរគុណនិងសូមគោរពលា